សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីកុំឲ្យបាក់ដប់បាក់មុនថ្ងៃប្រឡងតើបងប្អូនធ្លាប់មានអារម្មណ៍ថាបើកសៀវភៅមកចង់តែបិទទៅវិញទេជឿបងចុះវាមិនមែនមកពីយើងខ្ជិលទេតែមកពីមេរៀនវាច្រើនពេករហូតយើងភ័យរៀបចំខ្លួនមិនទាន់អាការៈនេះគេហៅថាហត់ទាំងដែលមិនទាន់បានរៀនបើបងប្អូនស្ថិតនៅក្នុងសភាពបែបនេះស្ដាប់បងបន្តិចសិនកំហុសធំរបស់សិស្សថ្នាក់ទី12គឺការព្យាយាមលេបមេរៀនទាំងមូលយើងចង់ចេះគ្រប់មុខចង់ធ្វើលំហាត់ឲ្យបានច្រើនក្នុងពេលតែមួយប៉ុន្តែខួរក្បាលយើងវាមិនមែនជាម៉ាស៊ីនទេកាលណា disjunctor វាឡើងកម្ដៅខ្លាំងវានឹងដាច់ហើយលទ្ធផលគឺប្អូនរៀនលេងចូលតែម្ដងឈប់អារម្មណ៍ពីរឿងដែលមិនទាន់មកដល់រួចសាកធ្វើរឿង3នេះវិញ1កាត់មេរៀនឲ្យទៅជាកង់កុំគិតថាត្រូវរៀនឲ្យបានចប់មួយក្បាលតែត្រូវសួរខ្លួនឯងថា15នាទីនេះខ្ញុំសុំយកតែមួយរូបមន្តនឹងបានទេធ្វើរឿងតូចៗឲ្យបានល្អសិន2កុំរៀនដេញជើងគ្នាកំណត់ឲ្យច្បាស់ព្រឹកនេះរៀនមុខវិជ្ជាអីល្ងាចនេះរៀនមុខវិជ្ជាអីកុំឲ្យចិត្តចង់រៀនភាសាខ្មែរតែដៃកំពុងបើកសៀវភៅប្រវត្តិវានឹងធ្វើឲ្យយើងភ័យគ្រប់ពេល3សម្រាប់ដើម្បីទៅមុខទៀតគេញ៉ៃគ្រប់ញ៉ាំឲ្យគ្រប់បើហត់ពេកដើរចេញពីតុរៀន5នាទីសឹមត្រឡប់មកវិញចាំណាអ្នកដែលជោគជ័យក្នុងការប្រឡងមិនមែនជាអ្នកដែលរៀនមិនដេកពួនទេតែគឺជាអ្នកដែលចេះបែងចែកកម្លាំងបានល្អរហូតដល់ថ្ងៃចុងក្រោយកុំបង្ខំខ្លួនឯងរហូតដល់បាក់កម្លាំងស៊ូបងជឿថាបងប្អូនធ្វើបានតើអ្នកទាំងអស់គ្នាយកយ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម